ចឹងការធ្លាក់ខ្លួនដល់បាតមុននឹងធ្វើដល់ការបកស្រាយខ្ញុំនឹងបញ្យល់បន្តិចអ្វីទៅជាការធ្លាក់ខ្លួនដល់បាតចឹងក្នុងន័យហ្នឹងគឺសំដៅទៅលើការធ្លាក់ខ្លួនដល់បាតនៅពេលដែលយើងមានបញ្ហាអីមួយកើតឡើងដូចជាគ្រោះថ្នាក់ចរាចរណ៍បិះនឹងស្លាប់ឬក៏វិបត្តិផ្សេងដែលយើងកើតមាននៅក្នុងជីវិតយើងប្រចាំថ្ងៃចឹងនៅពេលដែលយើងធ្លាក់ខ្លួនដល់បាតយើងនឹងដឹងពីមនុស្សនៅជុំវិញខ្លួនមិត្តភ័ក្តិបងប្អូនដែលគាត់នៅចាំគ្រប់គ្រងយើងឬគាត់នឹងចាក់ចេញពីយើងនឹងគឺជាគុណប្រយោជន៍នៃការធ្លាក់ខ្លួនដល់បាតនឹងធ្វើឲ្យយើងឃើញនៅអ្វីគ្រប់យ៉ាងនៅជុំវិញខ្លួនយើងនិងធ្វើឲ្យយើងដឹងពីមនុស្សនៅជុំវិញខ្លួនយើងហើយយើងដឹងថានៅពេលដែលយើងធ្លាក់ខ្លួនដល់បាតយើងដឹងថាពួកគាត់គឺរាប់អានយើងគិតពីប្រយោជន៍ខ្លួនឯងឬក៏គាត់ពិតជាចង់រាប់អានយើងដោយស្មោះត្រង់ដោយសុទ្ធចិត្តមិនងាករេមិនបោកប្រាស់យើងមិនក្បត់ចិត្តយើងមិនភូតកុហកយើងនឹងបង្ហាញនៅពេលដែលយើងធ្លាក់ខ្លួនដល់បាតនឹងឯងនៅពេលដែលយើងធ្លាក់ខ្លួនដល់បាតទៅយើងនឹងឃើញហើយពីមនុស្សនៅជុំវិញខ្លួនយើងអញ្ចឹងយើងមកនិយាយបន្តិចកន្លែងហ្នឹងការធ្លាក់ខ្លួនដល់បាតយើងបែងចែកជាពីរមួយហ្នឹងគឺគ្រោះថ្នាក់ចរាចរណ៍មួយទៀតវិបត្តិហិរញ្ញវត្ថុអញ្ចឹងនៅពេលដែលយើងគ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍ប៊ីស្លាប់ដូចគ្នាមែនទេអានេះធ្លាក់ខ្លួនដល់បាតមែនតើប៊ីស្លាប់ប៉ុន្តែនៅពេលដែលយើងឈឺយើងបាក់ឆ្អឹងយើងដើរទៅណាមិនរួចពិបាកចិត្តតែងតែមានបងប្អូនយើងអ្នកផ្ទះយើងមិត្តភ័ក្តិយើងអ្នកជុំវិញខ្លួនយើងតែងមកសួរសុខទុក្ខទិញនេះទិញនោះឲ្យហូបឲ្យញ៉ាំហើយឲ្យអ្វីដូចជាផ្ដល់នៅកម្លាំងចិត្តផ្ដល់នៅការលើកទឹកចិត្តអីផ្សេងពិតជាសំខាន់មែនទែនដែលធ្វើបែបហ្នឹងដល់យើងអាហ្នឹងការធ្លាក់ខ្លួនដល់បាតដោយការគ្រោះថ្នាក់ចរាចរណ៍ចឹងមនុស្សជាច្រើននឹងមានការគេមកសួរសុខទុក្ខយើងហើយប៉ុន្តែអ្វីដែលមួយទៀតហ្នឹងពេលដែលយើងធ្លាក់ខ្លួនដល់បាតដូចគ្នាប៉ុន្តែក្នុងទម្រង់ផ្សេងខុសពីគ្រោះថ្នាក់ចរាចរណ៍នោះគឺវិបត្តិហិរញ្ញវត្ថុនៅពេលដែលយើងជួបវិបត្តិហិរញ្ញវត្ថុតិចតួចណាស់ដែលមានអ្នកនៅក្បែរយើងពួកគេនឹងគិតពីយើងមិនសួរយើងមិននាំយើងមិនណែនាំយើងមិនលើកទឹកចិត្តយើងគិតយើងត្រួសខ្លាចយើងខ្ចីលុយទៀតអញ្ចឹងវិបត្តិហិរញ្ញវត្ថុហ្នឹងគឺសំខាន់មែនទែននោះជាច្រើននៅពេលមិនថាបងប្អូនមិត្តភ័ក្តិពូមីងអីទេនៅពេលដែលយើងមានវិបត្តិហិរញ្ញវត្ថុមនុស្សតិចតួចណាស់ដែលនៅចាំជួយយើងមិនមែនថាអ្នកផ្សេងឬក៏គ្រួសារមនុស្សទាំងអស់សិតតែអញ្ចឹងឯងប៉ុន្តែវាពិតជាអញ្ចឹងមែនប៉ុន្តែក៏មិនមែនទាំងអស់ដែរវាមានខ្លះទៅក៏គាត់នៅតែលើកទឹកចិត្តយើងដូចម្ដាយរបស់យើងបងប្អូនយើងខ្លះក៏គាត់នៅតែជួយយើងឲ្យលុយយើងខ្ចីធ្វើឲ្យយើងរៀនមានជីវិតឡើងវិញអីចឹងទៅប៉ុន្តែវាតិចតួចភាគច្រើនគឺពួកគាត់នឹងចាកចេញពីយើងហើយភ័យខ្លាចយើងខ្ចីលុយភ័យខ្លាចយើងយកលុយគាត់ភ័យខ្លាចយើងអត់មានលុយសងគាត់កន្លែងហ្នឹងគឺពិបាកមែនទែនអាវិបត្តិហិរញ្ញវត្ថុហ្នឹងអញ្ចឹងការធ្លាក់ខ្លួនដល់បាតនឹងបង្ហាញហើយនៅនរណានឹងឈរក្បែរយើងគ្រប់គ្រងយើង support យើងគ្រប់បែបយ៉ាងគឺមានតែម្ដាយរបស់យើងហើយបើយើងមានគ្រួសារមានតែប្រពន្ធរបស់យើងទេគឺដែលគាត់នៅគ្រប់គ្រងនិងលើកទឹកចិត្តយើងចឹងជាសារផ្ដាំផ្ញើមួយទៀតសូមទាំងអស់គ្នាឬក៏អ្នកណាក៏ដោយយើងត្រូវដឹងថាអ្នកដែលចាំជួយយើងប្រកបគឺមានតែម្ដាយរបស់យើងទេឬក៏ពុករបស់យើងទេគ្រួសាររបស់យើងទេបងប្អូនពួកគាត់មិនអាចមកជួយយើងបានទេនៅពេលដែលយើងជួបវិបត្តិហិរញ្ញវត្ថុឬក៏អីមួយតែពួកគាត់បើយើងជួបគ្រោះថ្នាក់ចរាចរណ៍ yes ពួកគាត់នឹងមកសួរសុខទុក្ខណែនាំសួរនាំយើងឯងប៉ុន្តែនៅពេលដែលមានវិបត្តិហិរញ្ញវត្ថុគឺមិនអាចទេអត់មានថាកម្រថាបងប្អូនចង់រាប់អានយើងគេតែងតែមើលងាយយើងហ្មងនៅពេលដែលយើងធ្លាក់ខ្លួនពឹបគឺគេមើលងាយយើងហ្មងប៉ុន្តែក៏មិនមែនទាំងអស់ដែរដូចខ្ញុំនិយាយចឹងយើងមកវិញ reflect មកវិញចឹងធ្វើដើម្បីឲ្យខ្លួនឯងខ្លាំងដើម្បីឲ្យខ្លួនឯងជាចាញ់ចាក់ឆ្ងាយពីរឿងអស់ហ្នឹងទី1ត្រូវរៀនគ្រប់គ្រងហិរញ្ញវត្ថុធ្វើម៉េចគ្រប់គ្រងលុយឲ្យបានមានន័យថាយើងត្រូវចាយឲ្យតិចបំផុតចំណូលយើង100ចាយមួយខែតែ50បានហើយទុក50ត្រូវបែងចែកទៅលើ healthy ទៅលើ future អីចឹងទៅអញ្ចឹងសំខាន់ហិរញ្ញវត្ថុកុំឲ្យខ្លួនឯងមានវិបត្តិហិរញ្ញវត្ថុអីសោះអញ្ចឹងណាជាសារផ្ដាំផ្ញើហើយខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើន